បងប្អូនណាខ្លះដូចខ្ញុំតើដើរលេងទៅណាទៅណីគឺពិបាកជាងគេរឿងញ៉ាំនឹងហ្មងបើថាមិនបានម្ហូបត្រូវចិត្តមានបាយមានអីអញ្ចឹងគឺថាទៅដល់ណាស្អាតប៉ុណ្ណាក៏ខ្ញុំអត់សប្បាយដែរមានចក្រានបាយមានអីធ្វើម្ហូបបានដូចចិត្តបណ្ដាលេងមានក្តីសុខស្ដីជម្រាបសួរបងប្អូនទាំងអស់គ្នាពីយងហ្វ្រៅយ៉ោះប្រទេសស្វីខ្ញុំមកគេងនៅជើងភ្នំនឹងមួយយប់ដើម្បីស្អែកឡើងទៅលេងនៅលើកំពូលភ្នំ Top of Europe មកដល់ឡើងល្ងាចហើយកន្លែងគេងទោះបីចក្រានបាយទូចប៉ុណ្ណាក៏ត្រូវតែមានចក្រានបាយដែរអត់មានអំបិលស្ករទឹកត្រីប៊ីចេងវិចយកមកទិញបកាជ្រលក់ទឹកស្អ៊ីវអីហ្នឹងក៏អស់ចិត្តដែរថែមទាំងមានបុកកសាំងសាច់គោបូនីសាផ្ញើមកពីសូរិចផងប៉ានេះរស់មួយថ្ងៃទៀតហើយខ្ញុំខ្លាចជាអ្នកធ្វើវីដេអូធ្វើម្ហូបក៏ដោយសារតែខ្ញុំពិបាករឿងញ៉ាំហ្នឹងឯងបងប្អូនពេលនៅអាល្លឺម៉ង់អត់ចេះញ៉ាំម្ហូបគេទេធ្វើម្ហូបញ៉ាំខ្លួនឯងរាល់ថ្ងៃវិចយកទៅរៀនយកទៅធ្វើការតតែម្ហូបខ្មែរមានបាយមានអីហ្នឹងបានរស់អញ្ចឹងហើយមិនខ្លាចជាអ្នកធ្វើវីដេអូធ្វើម្ហូបដល់រាល់ថ្ងៃដល់មកដើរលេងនៅស្វីនេះហើយណាក៏បានបាយទឹកស្អ៊ីវក៏អស់ចិត្តដែរញ៉ាំបាយហើយមុននឹងចេញទៅដើរលេងសុំកក់សក់មួយសិនដើរលេង3 4ថ្ងៃបងប្អូនអើយសក់ក្បាលឡើងក៏ត្រឹងហ្មងហើយខ្ញុំយកមកជាមួយនឹង Felix ឈុតទូចដែលសារឯងងាយស្រួលយកតាមខ្លួនហើយខ្ញុំប្រើ Felix នេះហើយបងប្អូនតាមដានវីដេអូខ្ញុំគឺដឹងហើយ2ឆ្នាំហើយតាំងពីសក់ខ្ញុំត្រឹករហូតដល់សក់ត្រឹមនេះហើយមួយរយៈចុងក្រោយនេះស៊ីម៉ូរៀងស្ទៀវដែរណាដូរពណ៌សក់រហូតតាំងពីក្រហមមកលើមកដល់ពណ៌ brown ពណ៌អីណាទៀតហើយសក់ឆ្កឹះ highlight កុំតបានប្រើឈុតសាប៊ូល្អទេកុំអីសក់ខ្ញុំទប់អត់ជាប់ទេបងប្អូនឈុតសាប៊ូ Felix គឺឯកទេសត្រង់នឹងឯងព្យាបាលសក់ខូចព្យាបាលសក់ស្ងួតកាត់បន្ថយសក់ជ្រុះហ៎បងប្អូនដែលមានបញ្ហាសក់ជ្រុះឲ្យសាកបានខ្ញុំកក់លាងទឹកចេញឃើញសក់ទន់បាត់ហើយប៉ុន្តែអត់ដែរចោលទេ hair collagen ហើយនឹងក្រែមបន្ទន់សក់ដាក់ពីរនឹងលាយចូលគ្នាយកមកអប់នៅលើសក់15នាទីដោយបានបញ្ចូលវីតាមីនឲ្យសក់បានស្ប៉ាសក់នៅសាឡនចឹងខ្ញុំនៅស្រុកគេមករាប់ឆ្នាំបងប្អូនតែបានចូលសាឡនទេកក់សក់តែខ្លួនឯងទេប៉ុន្តែសក់ខ្ញុំល្អដោយសារតែខ្ញុំប្រើឈុតសាប៊ូ Felix នឹងជាប្រចាំលាងទឹកមកលងដោយសៃសូនចឹងជូរឲ្យរីស្ងួតបន្តិចអាចចោលបានទេ bonding oil ច្បាច់2 3តំណក់មកយើងលាបនៅលើសក់យើងបងប្អូនការពារសក់យើងពីកម្ដៅនៃការផ្លុំនៃការគៀបព្យាបាលសក់បែកចុងជួយឲ្យសក់យើងរឹងមាំហើយមួយមុខទៀតនេះក៏ចោលអត់បានដែរជាមួយនឹង Biotin spray នេះរូបរាងគេចេញថ្មីខ្ជូតមែនតើ spray ហ្នឹងគឺបាញ់នៅលើស្បែកក្បាលយើងហ្មងចង់ឲ្យសក់ដុសតាណាបាញ់ទៅនឹងបងប្អូនខ្ញុំមកសក់ដុសលឿនហើយក្រាស់មែនតើដោយសារតែប្រើ5មុខនឹងឯងជាប្រចាំផ្លុំហើយមិនបាច់ចាំគៀបទេឃើញសក់យើងនឹងមានទម្ងន់ភ្លឺអាឡោះអាឡូនេះសក់ខ្ញុំទៅមក highlight ពណ៌មុនពេលមកបងប្អូនប៉ុន្តែសក់នៅតែក្រាស់បងម៉ៃស្រឡាញ់សក់ប្រពន្ធណាចាសូមមកជួយសិតឲ្យទៀតមើលបានបងប្អូននេះក្រកក់ហើយអត់ទាន់បានគៀបផងចាំមើលពេលខ្ញុំចេញក្រៅខ្ញុំមូចុងតិចណាមើលចេញមកដឹងថាសក់ហ្នឹងគឺ healthy ហ្មងប្រើតាំងពីសក់ត្រឹមកដល់សក់វែងនេះហើយលេងពណ៌ក៏មិនណយដែរឥឡូវខ្ញុំមកដល់ហើយបងប្អូន Loyalty Brunnen ទឹកជ្រោះដែលល្បីខ្លាំងមែនតើនៅប្រទេសស្វីសធំខ្លាំងណាម្ដុំនឹងសិតតែចលងភ្នំថ្មហើយមានទឹកជ្រោះចេញពីថ្មនឹងឯងខ្ញុំមកលេងស្វីសបងនីសាប្រាប់ថាហាមរំលងកន្លែងនឹងដាច់ខាតអញ្ចឹងហើយមកដល់រៀងល្ងាចដែរហើយកក់សក់ឲ្យភ្លាមគឺចេញមកភ្លាមមើលកំឡុងពេលថ្ងៃលិចនិយាយទៅគឺស្អាតមួយយ៉ាងភូមិគេនៅស្វីសមានអារម្មណ៍ថាស្ងប់ស្ងាត់ណាទោះបីជាកន្លែងភ្ញៀវទេសចរពិតមែនតែមើលទៅនៅតែស្ងប់ស្ងាត់បែបថានៅស្វីសអញ្ចឹងហ្មងដើរលេងមួយថ្ងៃនេះសប្បាយបងប្អូនមានអារម្មណ៍ថាស្រស់ស្រាយស្រស់ថ្លានៅក្នុងធម្មជាតិសំឡេងធម្មជាតិទេសភាពប្លែករាល់ថ្ងៃមានភ្នំមានថ្មមានទឹកជ្រោះទឹកទន្លេទឹកអីចឹងទៅអញ្ចឹងបងប្អូនកុំភ្លេចតាមដានវីដេអូខ្ញុំឲ្យជាប់ក្រៅពីធ្វើម្ហូបដឹងតែបានស្រស់ស្រាយជាមួយខ្ញុំជាមួយនឹងទេសភាពប្រទេសស្វីស